ខ្ញុំត្រូវភ្ញាក់ពីដំណេកជីវិតមិនស្រួលតែខ្ញុំត្រូវតស៊ូព្រឹកមិនតាន់ភ្លឺខ្ញុំឡើងពីដេកត្រូវយកកម្លាំងតិចតិចគឺបដូរយកក្លុយសំលៀកបំពាក់សាមញ្ញមិនមានអ្វីពិសេសតែខ្ញុំមានចិត្តធំចង់ឲ្យគ្រួសាររស់បានសុខម៉ាស៊ីនដើរមិនឈប់ដូចជីវិតខ្ញុំសំឡេងរោងចក្រឮរាល់ថ្ងៃញើសហូរតាមមុខតែខ្ញុំមិនខ្លាចព្រោះខ្ញុំដឹងថាខ្ញុំកំពុងតស៊ូទោះនឿយហត់ប៉ុន្មានដងក៏ខ្ញុំមិនបោះបង់គោលដៅជីវិតកម្មករមិនងាយដូចគេគិតញើសហូររាល់ថ្ងៃដើម្បីជីវិតមិនមានអ្វីច្រើនតែមានការតស៊ូខ្ញុំធ្វើថ្ងៃនេះដើម្បីថ្ងៃស្អែកឲ្យល្អមិនខ្លាចលំបាកមិនខ្លាចពិបាកខ្ញុំឈរដោយខ្លួនឯងមិនពឹងអ្នកណាពីមនុស្សធម្មតាគ្មានអ្វីក្នុងដៃខ្ញុំនឹងក្លាយជាមនុស្សមានតម្លៃថ្ងៃខ្លះធ្វើការដល់យប់យូររាងកាយនឿយហត់តែចិត្តមិនចុះចាញ់លុយតិចតួចតែវាមានតម្លៃព្រោះវាមកពីញើសខ្ញុំផ្ទាល់មនុស្សខ្លះមើលងាយមិនយល់ជីវិតនេះគិតថាកម្មមកគ្មានអនាគតតែខ្ញុំជឿលើខ្លួនឯងថាថ្ងៃណាមួយខ្ញុំនឹងកើនឡើងថ្ងៃណាមួយខ្ញុំនឹងមានថ្ងៃសប្បាយដោយការខិតខំមិនមែនដោយសំណាងពីកម្មករធម្មតាខ្ញុំនឹងក្លាយជាមនុស្សដែលគេគោរពជីវិតកម្មករមិនងាយដូចគេគិតញើសហូររាល់ថ្ងៃដើម្បីរកជីវិតមិនមានអ្វីច្រើនតែមានការតស៊ូខ្ញុំធ្វើថ្ងៃនេះដើម្បីថ្ងៃស្អែកក៏ល្អមិនខ្លាចលំបាកមិនខ្លាចពិបាកខ្ញុំឈរដោយខ្លួនឯងមិនពឹងអ្នកណាពីមនុស្សធម្មតាគ្មានអ្វីក្នុងដៃខ្ញុំនឹងក្លាយជាមនុស្សមានតម្លៃយឺស្មួយដំណរគឺជាកម្លាំងមួយថ្ងៃជីវិតលំបាកតែខ្ញុំមិនបោះបង់